តើចឹងមេរៀនថ្ងៃនេះយើងចូលថ្មីមួយទៀតតកតងជាមួយនឹងការមានធ្វើមេតិកាណាបាទចឹងការធ្វើមេតិកាជាធម្មតាមេតិកាគឺបង្ហាញប្រាប់អំពីចំណុចដែលមាននៅក្នុងសភៅរបស់យើងត្រូវទេបាទចឹងមេតិកានៅក្នុងនេះជាធម្មតាក្នុងសភៅវាអាចមានជាចម្ពោះបាទមានជាមេរៀនមានជាបំណិនមានជាចំណុចអឺ គេថាចំណងជើងរងណាវាមានចំណងជើងរងបន្តទៀតចឹងទៅបាទអញ្ចឹងក្នុងនេះយើងនឹងរៀនធ្វើមេតិកាមួយដែលវាទាញចេញដោយស្វ័យប្រវត្តិចេញពីចំណងជើងខ្លឹមសារមេរៀននៅក្នុងសភៅរបស់យើងតើណាបាទអញ្ចឹងដើម្បីធ្វើអានឹងបានគឺយើងត្រូវប្រើប្រាស់នៅមុខងារមួយគេឲ្យឈ្មោះថា style បាទអញ្ចឹងដើម្បីយល់ពីការប្រើប្រាស់ style បានគ្នាយើងត្រូវចងចាំមួយគឺលក្ខណៈនៃមេរៀនអញ្ចឹងចំណុចដែលធំជាងគេនៅក្នុងមេរៀនគឺអីគេធំជាងគេនៅក្នុងមេរៀនអីគេបាទអីគេឥឡូវមេរៀនយើងមើលតាមមេតិកានេះធំជាងគេអីគេធំជាងគេចម្ពោះទៅអត់បាទឥឡូវមេរៀនជាធម្មតាគេចែកទៅមុខគេចែកចម្ពោះតើអត់មកមេរៀនហ្នឹងឧទាហរណ៍ថាមាន5ចម្ពោះអញ្ចឹងដែរបន្ទាប់ពីចម្ពោះហើយនៅក្នុងមួយចម្ពោះគឺចែកចេញជាមេរៀនទៀតតើអត់អញ្ចឹងនៅក្នុងសភៅមួយក្បាលចំណុចដែលធំជាងគេគឺចម្ពោះបាទលំដាប់ដែលខ្ពស់ជាងគេគឺចម្ពោះតើបន្ទាប់មកគឺមេរៀនហើយចំណុចឬក៏ចំណងជើងរងអញ្ចឹងទៅណាបន្ទាប់មកបានផ្នែកមួយបាទនៅក្នុងផ្នែកមួយមានខ្លឹមសារអញ្ចឹងទៅណាបាទអញ្ចឹងគ្នាយើងទៅចាំថាធំជាងគេគឺចម្ពោះបាទចឹងដើម្បីអាចធ្វើជាសភៅមួយក្បាលបានដែលយើងរាយមាតិកាបានបែបនេះយើងត្រូវការប្រើប្រាស់នៅមុខងារមួយនៅក្នុងសភៅរបស់យើងគេឲ្យឈ្មោះថា style បាទ style រនៅណា style នេះគឺវាស្ថិតនៅក្នុង tab home របស់យើងហ្នឹងហើយគ្នាយើងមកខាងស្ដាំដៃឃើញក្រុមមួយដាក់ឈ្មោះថា style បាទឈ្មោះថា style ណាបាទអញ្ចឹងកន្លែង style នេះជាកន្លែងដែលអនុញ្ញាតឲ្យបងអូនកំណត់ពីលក្ខណៈរបស់ខ្លឹមសាររបស់យើងបានលក្ខណៈរបស់ចំណងជើងរបស់យើងបានបាទកំណត់លក្ខណៈមិនវាសម្រួលដល់អីអញ្ចឹងនៅក្នុង style នេះគឺវាសម្រួលដល់ការផ្លាស់ប្ដូរនៅទំហំអក្សរពុម្ពអក្សរតម្រឹមអក្សរនិងពណ៌អក្សរបាទអញ្ចឹងបើគ្នាយើងមើលទៅឧទាហរណ៍ថាឥឡូវចម្ពោះណាចម្ពោះគ្នាយើងកំណត់ថាចម្ពោះគឺទំហំ16ឧទាហរណ៍យ៉ាងចុះណាបាទហ្វុនខ្មែរ OS មូឡាយពណ៌ខៀវបាទអញ្ចឹងមកចម្ពោះទី1យើងកំណត់ម្ដងហើយណាយើងសរសេរអត្ថបទធម្មតាយើងមិនទៅកំណត់ទេបាទដល់ពេលចូលដល់មេរៀនយើងដូរទៀតបាទចូលដល់ចំណុចយើងដូរទៀតហើយហើយដល់ពេលដល់ចម្ពោះទី2ណាដល់ចម្ពោះទី2គ្នាយើងមិនត្រូវទៅកំណត់លក្ខណៈដូចចម្ពោះទី1ទៀតតើបាទអញ្ចឹងនៅពេលដែលចង់កំណត់លក្ខណៈដូចយើងមិនត្រូវទៅដូរពុម្ពអក្សរណាមិនត្រូវដូរពណ៌អក្សរនិងទំហំអក្សរតើបាទប៉ុន្តែនៅក្នុងនេះនៅពេលដែលគ្នាយើងប្រើប្រាស់ style ក្នុងការធ្វើការងារយើងគ្រាន់តែរើស style ទៅទំហំអក្សរពុម្ពអក្សរពណ៌អក្សរតម្រឹមអក្សរនិងលោតទៅដោយស្វ័យប្រវត្តិដូចគ្នាមិនចាំបាច់អង្គុយដូរមួយទៀតទេនៅពេលដែលយើងរើស style ណាបាទអញ្ចឹងដើម្បីធ្វើបែបហ្នឹងបាននេះយើងមើលនៅក្នុង style អាកន្លែងដំបូងគេនេះគ្នាយើងឃើញដាក់ពាក្យថា normal អានេះគឺការកំណត់សម្រាប់អត្ថបទបាទខ្លឹមសារអត្ថបទណាបាទកន្លែង normal នេះគឺកំណត់ឲ្យខ្លឹមសារអត្ថបទអញ្ចឹងជាទូទៅព្រោះយើងនិយាយពីដើមមកហើយខ្លឹមសារអត្ថបទភាសាអង់គ្លេសយើងប្រើពុម្ពអីគេប្រើគេ time New Roman ណាទំហំអង់គ្លេសប្រើ12ណាបាទតម្រឹមយើងប្រើតម្រឹមសងខាងប្រើអត់បាទជាធម្មតានៅក្នុងអត្ថបទយើងវាយតម្រឹមសងខាងទៅវាស្អាតបាទចុះខ្មែរយើងនិយាយលើអត្ថបទណានិយាយចំណងជើងនេះខ្មែរយើងប្រើ font អីគេ
OS សៀមរាបណាបាទតែដំបងភាសាកុំព្យូទ័រយើងនេះអត់មានសៀមរាបយ៉ាងហើយបាននេះគាត់បានឡើងបាទ OS សៀមរាបទំហំប៉ុន្មាន11តម្រឹមបាទតម្រឹមសងខាងដូចគ្នាណាបាទតោះអញ្ចឹងដើម្បីកំណត់បែបហ្នឹងបានមានន័យថានៅពេលនេះគ្រាន់តែយើងរើស style normal នេះភ្លាមគឺពុំអក្សរដូរទៅតាមអ្វីយើងចង់បានតែម្ដងណាបើយើងដូរ keyboard ទៅអង់គ្លេសគឺវាកំណត់ជាអង់គ្លេសឲ្យយើងកំណត់អ្វីដែលយើងត្រូវការជាអង់គ្លេសបើយើងដូរទៅខ្មែរគឺវាកំណត់អ្វីដែលយើងត្រូវការជាខ្មែរបាទអញ្ចឹងដើម្បីកំណត់បែបហ្នឹងបាននេះយើងត្រូវម៉ៅស្ដាំលើ normal style នេះមកបាទម៉ៅស្ដាំលើហ្នឹងហើយយកពាក្យថា modify ណាបាទចឹងនៅក្នុងនេះឥឡូវនេះកុំខ្វល់ពីវាយើងខ្វល់តែប៉ុណ្្នេះទេណាបាទចឹងអ្វីដែលគ្នាយើងកលេចមើលសូមកលេចមើលអានេះបន្តិចនេះយើងឃើញពាក្យថា Latin ណាបាទចឹង Latin នេះគឺអ្វីដែលយើងផ្លាស់ប្ដូរនៅកន្លែងនេះគឺសម្រាប់ភាសាអង់គ្លេសតើណាតែបើកន្លែងនេះយើងដូរមក complex អ្វីដែលយើងផ្លាស់ប្ដូរនៅកន្លែងនេះគឺសម្រាប់ភាសាខ្មែរតើណាអញ្ចឹងយក Latin មុនអញ្ចឹង Latin font យើងប្រើគេ Times New Roman ណាបាទទំហំ12ចុះណាបាទតម្រឹមសងខាងត្រូវទេបាទចង់រើសពណ៌ឲ្យហើយអត់បាទបើយើងយកពណ៌ឲ្យហើយក៏បានដែរពណ៌ខ្មៅទេដាក់ពណ៌ខ្មៅមកណាបាទតោះណាបាទចឹងនេះអង់គ្លេសនៅក្នុងកន្លែងដដែលយើងដូរទៅជា complex បាទ complex ចឹងនេះយើងដូរសម្រាប់ភាសាខ្មែរម្ដងសូមបញ្ជាក់ថាពណ៌កាលណាយើងដាក់គឺដូចគ្នាអត់ខុសគ្នាទេណាបាទចឹងដូរតែមួយអង់គ្លេសខ្មែរដូចគ្នាអញ្ចឹងខ្មែរប្រើអីសៀមរាបទំហំបាទ11ណាបាទតម្រឹមសងខាងបាទអត់ដូចគេនេះមាន complex ទេដូរពី Latin មក complex អាហ្នឹងមកដូរខ្មែរបាទតើនេះឡៃពណ៌គឺពណ៌បើដូរតែមួយដូរទាំងពីរបាទយើងអាចរើសពណ៌បានណាយើងដាក់ពណ៌ខ្មៅក៏បានដែរប៉ុន្តែតើដឹងថានៅពេលដែលជាអត្ថបទធម្មតាគឺវាពណ៌នឹងដូចគ្នាមិនថាខ្មែរថាអង់គ្លេសទេណាប៉ុន្តែវាអាចខុសគ្នាបានគឺកន្លែងយើងដាក់អក្សរដិតឬក៏បន្ទាត់អីហ្នឹងឯងបាទតែពណ៌រើសមួយគឺរើសដូចគ្នាទាំងអស់អញ្ចឹងតម្រឹមប្រើសងខាងណាអញ្ចឹង Latin ក៏មើលភាសាទៀតតម្រឹមសងខាងដូចគ្នាណាបាទអញ្ចឹងក្នុងនេះយើងអាចដាក់បានឧទាហរណ៍ថាអង់គ្លេសយើងចង់អក្សរដិតណាខ្មែរត្រូវការអក្សរដិតអត់បើអត់ទេមិនដាក់ក៏បានឃើញទេអញ្ចឹងអង់គ្លេសមានដិតខ្មែរអត់មានដិតទេតែអានេះគឺអត់យកដិតទេណាបាទអញ្ចឹងឃើញហើយយើងកំណត់បានតែខ្មែរនិងអង់គ្លេសបាទតោះមកចុចអូខេមកបាទចុចអូខេណាអូខេតោះអញ្ចឹងនេះយើងមើលកន្លែងនេះ keyboard គ្រូជាអង់គ្លេសត្រង់នៅពេលឥឡូវមើលពុម្ពអក្សរ Times New Roman 12នៅពេលដែលគ្រូគ្រាន់តែដូរ keyboard ទៅខ្មែរភ្លាមអត់លេស៊ីទេណាអានេះដូរមកសៀមរាបទំហំ11ឃើញអត់អញ្ចឹងក៏ដូរ keyboard មកគឺណាវាដូរអក្សរឲ្យហើយណាវាដូរអក្សរឲ្យយើងតោះណាបាទអញ្ចឹងគឺវាចំណេញទេមិនចាំបាច់ទៅដូរពុម្ពអក្សរផងដូរទំហំអក្សរផងទេគាត់តែកំណត់នៅក្នុង style normal នេះឲ្យហើយមកដូរតែ keyboard គឺវាដូរពុម្ពអក្សរដូរទំហំឲ្យដែរតោះណាបាទអូខេតោះអញ្ចឹងគូបញ្ជាក់តិចជាធម្មតាយើងធ្វើសភៅយើងតែងតែចោល2ទំព័រមុខណាបាទហេតុអីបានចោល2មានគ្នាយើងដឹងទេហេតុអីបានធ្វើសភៅត្រូវតែចោល2ទំព័រមុខដាក់ឲ្យស្អាតហេតុអីបានគ្រូចោលរាល់ការធ្វើការងារតែងតែចោល2ទំព័រដែរ
tục thử ấy bà tí muối cứ crop sập hử tập po tí pi cứ sầm rạp miệt cả nè chân giờ thom đá nó pe thôi càng nghe chào pi tập po đào màu bà chào pi đứng tới chân giờ đây là pi tập po đấy cứ tập po tí muối dừng đã crop tập po tí pi cứ làm sang nòng màu ở sông tôi nè tập po tí pi cứ miệt cả mà bà chân chào pi đi kêu mà đấy bà chân giờ thôi ca pi tập po tí bay tới đó đấy bà chẳng thôi pi tập po tí bay tới ok chập đào tập po thay mấy chỉ control enter mới chập đào tập po thay mấy màu nè bà tập à lấy chân nói tập bông nó không sập hơi cứ việc trong là xe kìនេះសម្រួលរៀបរៀងដោយបាទអញ្ចឹងចាប់ផ្ដើមមេរៀនមកថ្មីគឺយើងត្រូវការចម្ពោះគេបាទអញ្ចឹងចម្ពោះឥឡូវគឺសួរចិត្តគ្នាយើងវិញណាចម្ពោះចង់ឲ្យអក្សរហ្នឹងទៅសេទៅតម្រឹមកណ្ដាលឬក៏នៅខាងណាតម្រឹមឆ្វេងឬក៏កណ្ដាលកុំមើលមាតិកានេះណាអត់មើលមាតិកាហ្នឹងឯងតែឥឡូវចិត្តយើងស្រឡាញ់ថាទៅឆ្វេងឬក៏កណ្ដាលយកឆ្វេងណាបាទអូខេតោះអញ្ចឹងមាតិកាធំជាងគេទៅអត់អញ្ចឹងគ្នាយើងចុចកន្លែង Proof Style នេះមក Heading 1 បាទអញ្ចឹង Heading 1គឺជា level ដែលធំជាងគេកម្រិតដែលធំជាងគេអញ្ចឹងយើងកំណត់ថា style នៅក្នុង heading 1នេះជា style ដែលយើងប្រើទៅលើមាតិកាទៅលើចម្ពោះរបស់យើងបាទអញ្ចឹងដើម្បីកែប្រែ style នេះបានចុច mouse ស្ដាំលើវាយកពាក្យ modify ណាយកពាក្យ modify អូខេអញ្ចឹងពេលដាក់ modify មកគ្នាយើងនឹងឃើញមានការកំណត់ដូចកន្លែង normal style ដែរអញ្ចឹងកន្លែងនេះយើងគិតអង់គ្លេសមុនអង់គ្លេសយើងប្រើ font អីគេTime New Roman ដដែលចុះណាទំហំប៉ុន្មាននៅក្នុងនេះយើងអាចលួចត្រឹម16អីទៅណាបាទតែហ្នឹងតាមជាក់ស្ដែងខ្លួនឯងណាបាទអង់គ្លេសត្រូវការអក្សរដិតអត់ចំពោះចង់បានអត់បើចង់បានដាក់ដិតមកណាចង់បានពណ៌អីចាំបានពណ៌អីលើបាទឆើតពេកហ៎ក្នុងនេះយកពណ៌ខៀវចុះណាព្រោះទីឲ្យយកពណ៌ខៀវចុះបាទតម្រឹមខាងណាបើឆ្វេងយកឆ្វេងមកណាឆ្វេងមកបាទអញ្ចឹងអានេះអង់គ្លេស Time New Roman 16អក្សរដិតពណ៌ខៀវតម្រឹមឆ្វេងអូខេយើងកំណត់សម្រាប់ខ្មែរម្ដងខ្មែរគឺ complex យើងយក font នេះគេមូលាយបាទចុះចម្ពោះវាមិនជាចំណងជើងតើបាទទំហំប៉ុន្មានធំម្លេះលោកព្រះយើងអាចលួចបន្តិចទៅណាអាចយក14ក៏បានដែរឬក៏16ក៏បានដែរយើងអ្នកលួចខ្លួនឯងទេណាឥឡូវគូយក14ចុះណា14យកអក្សរដិតអត់បាទមូលឡាយមិនចាំបាច់យកទេពួកអក្សរឆ្លាក់ស្រាប់ហើយណាបាទចឹងតម្រឹមឆ្វេងហើយបែបហ្នឹងណាតោះមកចុចអូខេបាទចឹងឥឡូវអានេះនៅ normal ទេតើអត់បាទអញ្ចឹងចុចយក heading 1មកបាទពេលយក heading 1គ្នាយើងនឹងឃើញនៅក្នុង font នេះគឺដូរមូលឡាយ14ណាតម្រឹមខាងឆ្វេងបាទអញ្ចឹងគ្នាយើងអាចដាក់មកចម្ពោះទី1គេមិញការណែនាំអំពីទំនាក់ទំនងនិងបច្ចេកវិទ្យាការណែនាំ
អំពីទំនាក់ទំនងនិងបច្ចេកវិទ្យាបាទបាទអញ្ចឹងនៅក្នុងនេះណាឥឡូវគ្រូចុះបន្ទាត់មកអញ្ចឹងពេលដែលគ្រូចុច enter ចុះបន្ទាត់មកជាអូតូម៉ាទិកនៅទំព័រថ្មីគឺវានឹង select យក normal នេះឯងវានឹងកំណត់មកអត្ថបទធម្មតាវិញឯងបាទអញ្ចឹងបើកន្លែងហ្នឹងចង់ដាក់ heading 1ទៀតចុចលើ heading 1មួយសារទៀតមកអញ្ចឹងនេះវាកំណត់ heading 1មួយសារទៀតអាចធ្វើការងារឃើញទេតែបើអត់ទេយើងយក normal ធម្មតាមកគឺអត្ថបទយើងធម្មតាបាទអូខេបន្ទាប់ពីចម្ពោះអីគេមេរៀនអញ្ចឹងមេរៀនវាតូចជាងចម្ពោះត្រត់អញ្ចឹងយក heading 2ណា heading 2អញ្ចឹងមកស្ដាំលើវាយក modify មកគ្រូបញ្ជាក់ណាហេតុអីបានគ្រូមកស្ដាំយក modify គឺគ្រូចង់កែអ្វីដែលមានដើមរបស់ Microsoft ចេញយើងចង់កំណត់ទៅតាមតម្រូវការរបស់យើងអញ្ចឹងមិនយើងមកស្ដាំលើវាយក modify ណាបាទតោះអង់គ្លេសអញ្ចឹងយកអីគេតាម Roman ដដែលយក14មកណាមិញយើង16ទៅហើយ14ឥឡូវកន្លែងនេះគូចង់ឲ្យឃើញលក្ខណៈខុសគ្នាបន្តិចគូលែងយកពណ៌ខៀវហើយទីហៅគូយកពណ៌ក្រហមចុះណាបាទមេរៀនគូយកពណ៌ក្រហមវិញចុះហើយគូដាក់បន្ទាត់ពីក្រោមទៀតណាដាក់បន្ទាត់ពីក្រោមទៀតណាដិតចាំមកសតដិតទេដិតអូខេអានេះសម្រាប់អង់គ្លេសណាដូរទៅ complex សម្រាប់ខ្មែរយកគេខ្មែរ S មូឡាយអូខេគេទៀតទំហំប៉ុន្មានមិញ14ហើយតើអត់ចុះឥឡូវយក12ចុះណាបាទ12អូខេតើកាដិតអត់ទេប៉ុន្តែបន្ទាត់យើងដាក់ណាអញ្ចឹងសូមបញ្ជាក់ថាបន្ទាត់នេះអង់គ្លេសខ្មែរចោលដូចគ្នាអូខេប្រើតម្រឹមខាងណាខ្ញុំឆ្វេងមកហើយណាបាទអូខេអញ្ចឹងកន្លែងនេះគឺខ្មែរម៉ែអេមូឡាយ12បន្ទាត់ខាងក្រោមពណ៌ក្រហមបាទអង់គ្លេស Time New Roman 14អក្សរដិតបន្ទាត់ខាងក្រោមពណ៌ក្រហមបាទចុចអូខេមកបាទចុចអូខេអញ្ចឹងកន្លែងនេះយើងចង់សរសេរមេរៀនទៅអត់អញ្ចឹង complex ដូរ style មក heading 2ចុចលើ heading 2មួយមកអូខេអញ្ចឹងយើង select style heading 2ឯណាអញ្ចឹងនេះសរសេរមកអញ្ចឹងមេរៀនរបស់យើងគឺមេរៀនទី1ព័ត៌មានទំនាក់ទំនងនិងបច្ចេកវិទ្យាបាទមេរៀនទី1ខ្មែរ S មូឡាយកន្លែងមេរៀននេះគូយកតែ12ទេណាអង់គ្លេសបានគូយក14ដំណឹមឆ្វេងបាទដំណឹមសងខាងក៏អត់មានអីទាស់ខុសដែរព្រោះអក្សរយើងទៅសេអត់បានពេញមួយជួរទេវាខ្លះណាអញ្ចឹងមេរៀនទី1គឺនិយាយអំពីព័ត៌មានទំនាក់ទំនងនិងបច្ចេកវិទ្យាណាព័ត៌មានបាទតម្រឹមកន្លែងនេះតែយើងដាក់មួយគឺវាទៅទាំងអស់ហើយណានេះព័ត៌មានគេមិញសួរចុះសួរឡើងគូផ្លេចអស់ហើយទំនាក់ទំនងនិងបច្ចេកវិទ្យាណាបាទអូខេតោះចេញយើងឃើញហើយចម្ពោះមេរៀនណាបាទអាន
ចានេះគូបរិញ្ញានេះគឺការធ្វើការងារសាច់ខាងក្នុងធម្មតាពេលយើងធ្វើសភៅវាត្រូវមានចម្ពោះត្រូវមានមេរៀនយ៉ាងឯងណាបាទតោះអញ្ចឹងបន្ទាប់ពីមេរៀនមកយើងមានអីគេមួយទៀតមិញបាទគឺមានចំណងជើងរងណាបាទអញ្ចឹងវាមានអីគេបំណិនវិជ្ជាជីវៈនិងទំនាក់ទំនងណាបាទអូខេអញ្ចឹងបំណិនវិជ្ជាជីវៈនិងទំនាក់ទំនងមិញគឺវាតូចជាងមេរៀនទៀតអត់អញ្ចឹងយក heading 3បាទស្ដាមលើវា modify ហើយឃើញ heading 3អត់ឃើញអត់កន្លែងអីភាសាថ្មីកន្លែងណាឥឡូវសំណួរគូសួរថាថ្មីកន្លែងណាអីសារថ្មីអីសារថ្មីពីណាពីចម្ពោះមកមែនបាទអញ្ចឹងក្នុងនេះយើងត្រូវដេញអញ្ចឹងណាដេញកម្រិតតគ្នាអញ្ចឹងណាតើនេះចម្ពោះមេរៀនចំណងជើងរងបាទ heading 3កន្លែងនេះគូសូមបញ្ជាក់ចេះដែរឧទាហរណ៍ថាឥឡូវសភៅរបស់យើងអត់មានចម្ពោះទេអញ្ចឹង heading 1នឹងប្រើធ្វើអីយើងអាចតម្លាក់វាមកដល់មេរៀនវិញណាអញ្ចឹងអាណា level ដែលខ្ពស់ជាងគេយើងប្រើ heading ដែលធំជាងគេតើណាក្នុងករណីដែលសភៅយើងអត់មានចម្ពោះគេឯងអត់ចុចកន្លែងព្រួយនេះមកនេះចុចកន្លែងព្រួយនេះមកឲ្យឃើញ heading ទៀតហើយឃើញអត់ហ៎ឃើញអត់តោះអញ្ចឹងកន្លែងនេះគូកែកន្លែង heading 3តែបើអត់មាន heading 3ទេបើយើងឃើញថា heading 1 heading 2 title យក title ក៏បានដែរតែនេះគូមាន heading 3អញ្ចឹងគូយក heading 3ចុះណាមកស្ដាមលើវាយក modify បាទតោះអញ្ចឹងដូចគ្នាដែរកែទៅណាអង់គ្លេសអញ្ចឹងយើងប្រើប្រហែល time new roman មិញគូប្រើប្រហែលហើយ10ម៉ាន14ណាបាទអញ្ចឹងកន្លែងនេះគូប្រើ12ចឹងណាបាទ12គូប្រើអក្សរដិតណាបាទអូខេអញ្ចឹងពណ៌អីទីហើកន្លែងនេះយើងចង់បានពណ៌ក្រហមដាក់ពណ៌ក្រហមទៅណាបាទឬក៏អត់ស្រឡាញ់ទេទីហើឥឡូវយើងចង់បានពណ៌ខ្មៅវិញទៅតែចង់និយាយថានៅក្នុងសភៅមួយក្បាលមិនមែនចេះតែដាក់ពណ៌ពេះផ្ដាស់ទេណាពេលខ្លះគេដាក់ពណ៌ដូចគ្នាក៏បានដែរបញ្ហាទេបើយើងចង់ដាក់ពណ៌ក្រហមទៀតក៏ដាក់ទៅចង់ដាក់ពណ៌ទឹកប៊ិចវិញក៏ដាក់ទៅយ៉ាឥឡូវគឺយកទឹកប៊ិចវិញចុះណាបាទអញ្ចឹង12សម្រឹមឆ្វេងបាទខ្មែរអញ្ចឹងខ្មែរកន្លែងនេះចំណងជើងរងទៅការនេះទៀតអត់ចាំបានថាញូរមិនទៀតអត់អត់សំទោសចង់បានខ្មែរអស់មួយឡាយទៀតអត់អត់អញ្ចឹងឥឡូវឧទាហរណ៍ថាគ្នាយើងចង់បានសៀមរាបវិញចុះណាអញ្ចឹងដាក់សៀមរាបមកទំហំប៉ុន្មានឧទាហរណ៍ឥឡូវកន្លែងនេះគូយក14ដូចចំណងជើងដែរចុះតែគាត់នៅខុសតម្រង់អក្សរគ្នាណាអាមួយមូឡាយអាមួយសៀមរាបអត់បាទអញ្ចឹងសៀមរាបគូប្រើដិតចុះណាដិតអញ្ចឹងតម្រឹមឆ្វេងដដែលពណ៌ខៀវណាអូខេអញ្ចឹងចុចអូខេមកតោះអញ្ចឹងទៅរើសយក heading 3ណាបើអ្នកកំណត់ក្នុង title យក title ចុះបាទកន្លែងនេះមិនមែនថាតម្រឹមឆ្វេងរហូតទេណាឧទាហរណ៍ថាឥឡូវកន្លែងហ្នឹងគ្នាយើងដូរចិត្តមកកដាលយើងអាចដាក់កដាលបានណាបាទឥឡូវឧទាហរណ៍ដូចមេរៀននេះគ្នាយើងដាក់ឆ្វេងមើលទៅដូចអត់តំណងទេចង់ដាក់កដាលឬក៏ចម្ពោះឆ្វេងតំណងអត់បើអត់តំណងទេអាចដាក់កដាលបានអញ្ចឹងណាអញ្ចឹងបើយើងដូរចិត្តឧទាហរណ៍ថាក្នុងករណីដែលយើងដូរចិត្តណាគ្រាន់តែចូលម៉ៅស្ដាមទៅលើ heading ណាមួយដែលយើងចង់ដូរនឹងមកដូរចិត្តណា modify អញ្
chẳng đồ màu đầm râm cả đà đấy râm cả đá chứ ok mà cho anh ấy đồ màu cả đà nè mình chăm anh select viên mà xa tiết tận đâu thì toàn này đôi mê đến đôi kia chẳng này nè hay xong bị chạy hai cả lại np để dân modify lên style ấy group cả lại để dân pra style mình nắng cứ viên được đâu từ tạm biệt được không nè viên được đâu từ không trả lời mê đến cũng có thể cả đào add chiên cho nè chứ có cho cả đào vào modify cái đào ok mà nó cả đào ra ấy cũng ra về nhở nè và chẳng mấy cái đại ghế cái đại tha bầm nâng vị trí chỉ vẽ nâng tầm nhẹ tầm nô và bầm nâng vị chia chỉ vẽ nâng tầm nhẹ tầm nô okay. Đấy. Này cũng cất ha và đặt chia so trade hay miền toàn bị cái đó mà hay chia sẻ chẳng modify về máu so trade miền toàn bị cái đó ok modify complete và đây cũng cất trade test ad gì cho nên cụ cha tí cho là lấy khi dân vừa này vừa hay dân trong đu chất chứ dân ai tầm modify nó không heading one bản này hay là vậy thì dân modify tới nó cứ group heading one group cái lại na đẹp ra style heading one cứ viên đô từ tạm được lâu tiêu này chụp bút này ni dân thang ấy đọc vào mũi nhưng mà sẽ lánh đi nhưng trong ra đọc cùng bay nè rất đâm bay máu anh ấy ăn lế máy là tín của man chơi đập buôn ở lạnh đi cần ta đầm bay bàn lạnh chân cho đầm bay máu và to màu ní sao cũng thật cao vậy chơi ok mà cho nên đô tới đầm bay vậy chân group cả lại đẹp ra style heading one cứ viên đô từ ta vậy dân modify không heading one vì lại nó bị nhận anh chân họ từng coi đồ đo mùi thì lâu tiêu chúng phụ dương miên đo chúng phụ từng coi cài đo chúng phụ mến họ thì modify được nông style mình nâng tới group cả lại để dân pra style mình nâng đồ tờ tạng vì lôi chân nắng hay vì chân nắng về liệt lại nè nè miên đặc ăn lấy miên đặc không ai không nâng cho khu pra ta nè nó về để dân mà sẽ đám modify chẳng là tin ní cứ sầm rạp ông lê còn đấy cái này là những đồ pra keyboard ông lê đó cứ cầm nọt nó không là tin complex ní cứ không ai dân gốc lại na để dân quay giờ sau không ai đồ keyboard từ không ai cứ dân style mình tới viên đồ tam ca cầm nọt được nó complex nhỉ còn đấy và cho bây giờ cái đọc cùng bấy đã đọc bay rồi nè còn đấy và ok tao tao tiền tao tiết những miền này kì ba và to pi chỗ nón chân râu này há dừng miền chỗ nón chân và to và tiết cứ mùi chữ pi mùi chữ bảy đấy xong tục mùi pi bảy đó chân mùi pi bảy cứ cái này ní bà khi dương admin heading for thì do thay thò của bạn này chân cái này ní cái đôi cho lo heading for cho tôi do thay thò bà chẳng mà do heading for của bạn này nè bà chẳng mà sẽ đam lên heading for bà admin cho thay thò cho đấy modify chẳng lấy đi ông lê của pra đập pi cho hai chia một phê đã sọt đất hay trade admin và toàn tỷ tham nhiều đồng mấn tầm hôm đập pi nè tầm rầm chui bỏ ai cho lớn lạnh có ho đã có ho nè và mai complete chân của do sim riệp từ đáy tầm hôm đập pì và
មានជាអក្សរ trade ហើយអក្សរដិតអត់ប្រើបន្ទាត់ទេបាទប៉ុណ្ណឹងណាហើយចុច OK មកអញ្ចឹងអានេះគឺ heading 4ដែរចេញចង់ប្រើចុចលើ heading 4មកបាទវាយមកអញ្ចឹងមួយព័ត៌មានចំណេះដឹងគំនិតនិងគតិបណ្ឌិតបាទមួយព័ត៌មានបាទព័ត៌មានចំណេះដឹងគំនិតនិងគតិបណ្ឌិតបាទ Enter តោះចុះឥឡូវឧទាហរណ៍ថាឥឡូវយើងវាយអត្ថបទនៅក្នុងចំណុចទី1ហើយណាបាទឧទាហរណ៍យើងយកបន្ទាប់មក2តំណាក់តំណងអញ្ចឹងមកគ្រូចង់សរសេរ2តំណាក់តំណងកន្លែងនេះគ្រូរើស style មួយណាគ្រូសួរ style ណាបាទ heading 4ដោយសារអីបាទនៅក្នុងកម្រិតតែមួយណាអញ្ចឹងយក heading 4មកបាទអញ្ចឹង heading 4គឺ2ទំនាក់ទំនងបាទអញ្ចឹងបន្តទៀតឧទាហរណ៍គូសេមកណាគូសេណាគូសេទៅឆ្លងដល់ទំព័របន្ទាប់ទៀតហើយណាអញ្ចឹងចំណុចទី3បាទឥឡូវចំណុចទី3បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍បាទបច្ចេកវិទ្យាទូខអីមើលតែដឹងមានដឹងទូខអីបាទគូ flex រើស style បាទអញ្ចឹងក្នុងករណី flex រើស style បែបនេះទោះជាសរសេរឲ្យក៏ដោយតែរើស style មកវាដាក់ឲ្យហើយមិន select ទេឲ្យតែឈរនៅបន្ទាត់ហ្នឹងរើសតែ style មកវាដូរឲ្យតែម្ដងតែប៉ុតកន្លែងនេះគូចង់ប្រាប់គ្នាយើងណានៅពេលដែលយើងអត់តដាក់ style មុនក៏បានដែរតែស្អីឲ្យខ្ញុំដាក់ style ក៏បានដែរតោះនេះបាទអញ្ចឹងមិនមែនសុកគ្រូអត់រើ style មុនទេគូចង់ប្រាប់គ្នាយើងថាទោះយើងសរសេរឲ្យក៏ដោយតែយើងអាចដាក់ style បានដែរមិនចាំបាច់រើសមុនទេតោះនេះបាទពួកពេលខ្លះធ្វើការងារទៅអាឡ័យស្លងអារម្មណ៍ទៅផ្លេចគិតរឿង style យ៉ាទៅសិនណាអញ្ចឹងទៅសិនទៅហើយចំបកមកដាក់ style វិញក៏បានដែរតោះនេះកន្លែងហ្នឹងតោះបាទអូខេតោះបាយហើយណាមិញតែមិនតន់ហើយទេមើលខ្លឹមសារនេះបានដែរតោះមើលនេះចាស់ស្រួលមើលជាងណាវាចិត្តភ្នែកតោះហើយណាតោះឥឡូវដល់កន្លែងគោលគំនិតបច្ចេកទេសកន្លែងនេះប្រើ style មួយណាបាទ heading 3វិញហេតុអីដោយសារតែនេះ level វាស្មើមួយបណ្ឌិតជាជីវៈនេះចឹងយើងត្រូវបកមកប្រើ level ដែលត្រូវជាមួយបណ្ឌិតវិជ្ជាជីវៈវិញតើអត់បាទចឹងកន្លែងនេះគឺនេះបណ្ឌិតវិជ្ជាជីវៈនេះយើងប្រើ heading ប៉ុន្មាន heading 3ចឹងកន្លែងគោលគំនិតបច្ចេកទេសហ្នឹងក៏ heading 3ដែរចឹងចេះ heading 3មកបាទចឹងកន្លែងនេះគេដាក់ថាគោលគំនិតបច្ចេកទេសបាទគោលអូខេចឹងដល់ពេលដែលគាត់តែរើសយក heading 3គ្នាយើងមិនចាំបាច់ទៅអង្គុយដូរពណ៌អក្សរទៀតទេមិនចាំបាច់ដូរ font អក្សរទៀតទេគឺវារើសដោយស្វ័យប្រវត្តិណាគោលគំនិតបច្ចេក
tề nè bà thế chừng enter mất chừng những chỗ đó chúng nó ti buồn đấy chừng nhiều ti buồn pra heading mán bà heading 4 nè để sao là level smile chỉ mùi nắng khang lừ nè bà chừng ti buồn cứ computer mà 4 chốt cũng chữ tờ bà cho nhưng được xây ở bot mà không hết không cho nó chị buồn nóต่อมาที่nó chỉ 5 កម្មវិធី computer ឯកសារបត់ឯកសារថតឯកសារ 5 កម្មវិធី computer ឯកសារអត្ថបទឯកសារអត្ថបទឯកសារថតឯកសារណាឯកសារនិងថតឯកសារបាទអញ្ចឹង heading 4 អូខេទី6ការប្រើកណ្ដុរផ្ទៃតុនិងបង្អួចកម្មវិធី6ការប្រើកណ្ដុរផ្ទៃតុនិងអួចកម្មវិធីបាទតោះបាទចុះឥឡូវបកមកទៀតបាទបន្តមកទៀតគឺកន្លែងនេះគឺតាក់ទងជាមួយនឹងយើងចង់យកអ្វីដែលយើងបានធ្វើនេះបង្កើតទៅជាមាតិកាណាបាទចឹងដើម្បីបង្កើតជាមាតិកាបានគឺសូមបញ្ជាក់ណាតលតែយើងប្រើប្រាស់វិធីសាស្ត្រជ្រើសរើស style នេះឯងទើបយើងអាចទាញវាចេញជាមាតិកាបានបាទចឹងដើម្បីទាញជាមាតិកាបានចុះអានេះមិនខ្លឹមភាសាមេរៀនយើងធ្វើតើអត់បាទចឹងដើម្បីទាញមាតិកាបានអញ្ចឹងទំព័រទីប៉ុន្មានទំព័រទី2យើងចង់ដាក់មាតិកាណាបាទបាទបន្ទាប់មកគ្នាយើងចូលក្នុង reference បាទចូលក្នុង reference រកពាក្យថា table of content បាទរកពាក្យថា table of content ណាឃើញអត់បាទចុចព្រួយ table of content មកបាទអានេះជា style របស់មាតិកាបាទអញ្ចឹងជាទូទៅគឺយក style ទី1ណាបាទអញ្ចឹងនេះយើងមើលនៅក្នុងនេះទៅនេះគ្នាយើងឃើញ style របស់គេគឺ level ទី1កម្រិតទី1 heading 1កម្រិតទី2 heading 2កម្រិតទី3 heading 3អញ្ចឹងវាដេញមកតគ្នារហូតបាទណាបាទអញ្ចឹងនៅពេលដែលគ្នាយើងចង់បានមាតិកាដោយស្វ័យប្រវត្តិចូលក្នុង table content រើស style មួយមកអញ្ចឹងក្នុងនេះគឺរើស style ទី1បាទចាំមើលណាអត់លេងសៀកទេចុចមកវានឹងបង្កើតជាមាតិកាឲ្យយើងដោយស្វ័យប្រវត្តិបាទចានេះមាន heading 3តើបាទបាត់ heading 4អត់ទាន់ឃើញទេអត់ចេញទេគេចេញតែអង់គ្លេសចេញតែអង់គ្លេសមិនចេញតែអង់គ្លេសទេសារអីបានទៅ style ពួកនេះអត់មិញយកបានទៅ style រើសចេញហើយតោះមានអ្នកចេញនៅចេញអត់
thay cho nhớ to bà nơi tầm po thì mũi xa ta khâm xa thì dân từ xây nó không tầm po thì mũi chân phải chắp lấy tầm po mà để xoay po đây bắt đầu nè bà nó không đi khi này dân mơ khinh bánh hai à bánh hai kì bánh hai cứ nơi chúng nó mũi mũi ăn chanh màu nè rồi dân mơ bao kì mà bà mới vào cái miên cho nó chỉ mua thì pi thì bảy và chẳng là sao ấy bánh hai là sao ta bây giờ dân đây mà nhắn vì miên tại bay là về thì chẳng là lại nick này dân châu mà cài là về sẵn nè chẳng là bay cài châu lại nè bị cài châu nè rồi mới và chẳng là bay cài châu lại theo bao còn thân thật đá rồi biết hả custom table content và chân chơi hai nè mới lại solo level nè và chân solo level này nó không đi cái đã tập bay đi chân mình ra dân sâu tập bay level đi nè chân mà dân miền man level đã khả năng màu thì là lấy cụ cách tham miền phải chỉ buồn level chân là lấy đã buồn level mà và chân bây giờ buồn level cứ heading for nè anh ấy bà tao mới chạy ok mà bà chạy ok hết cho dài chân này chanh máu tầng o về nhỉ nè bà chân xuống America nó hot từng coi từ xây thao tham ấy á ở thì dân chơi càng khăn ông hái dân tin America ba này xoay bột này nè bà nó không đi hiểu tiêu ra lấy dương bậc can America bàn tay sập hơi dương theo hai này nơi thì chạy như trong to đo trong cung thị ở tiêu American TP chắc với ca American TP tiền máu ở tiêu là lấy củ xế mà đo American TP nè và trong American TP cái này này do style mình nè do style cái American TP heading one những price cái mấy những cung đó và heading two và chẳng heading thu Merian TP và Merian TP và sát tập hiếp này thì nhận nó lên computer và Merian TP process hiếp tùm nẹ tùm nón nâng công chú tờ ok và bà cha lấy cô tia ho ra lấy cô tự xây thay bài nâng làm sao thay bài nâng nè bà mơ thị chân nó cũng toàn vậy bà bây giờ cô tự xây làm sao thay bài nâng dân trong ai miệt ca dân và trôi và tham nào bây giờ dân xây và tham chân ô ta cả lại miệt ca nè ta cả lại miệt ca vào dưới cho lừa bia mùi máu kinh bị update đấy bà chân cho lừa update nó không đi miền pi chùm rừng nè xong rồi này dừng mơn tích miền pi chùm rớt thì mỗi cái data update page number only chân cái lại ní cứ viết thôi cả update tại lấy cùng po thì pi cứ update entire table này tha là không ní bị update bà dân đo ai tránh về lục đường tránh đại ai bật tháng cái đang chủ tháng bà chạy update table nó mới chơi như này mòn bà tỏ lấy cái lại ní cụ rơi ní sẵn á update entire table chẳng nó phải cụ chạy ok không ní việc bằng time Merian TP màu mới thiệt đó nè cho nó phải dân xuôi ca nghe hái chạy update màu vì nâng bật time mà không nâng nè bà ok chẳng là lâu vay ở chọc Merian TP mới thiệt mà